សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកធ្វើនំប៉័ងមូលញ៉ាំទៀតហើយសាច់ខាងក្នុងនំប៉័ងគឺទន់ល្មើយតែម្ដងអ្នកទាំងអស់គ្នាហើយសម្រាប់នំប៉័ងនេះខ្ញុំធ្វើអត់សូវមានរសជាតិផ្អែមទេគឺសាបឡែមដើម្បីយកមកជ្រលក់ជាមួយទឹកដោះគោខាប់ណាហើយរយៈពេលនៃការដុតនំប៉័ងនេះខ្ញុំប្រើតែរយៈពេល16នាទីទេគឺបានញ៉ាំហើយនេះគឺជាសាច់នៅខាងក្នុងនំប៉័ងណាសាច់ខាងក្នុងវាគឺឡងទន់ល្មើយតែម្ដងអ្នកទាំងអស់គ្នាអាចធ្វើឲ្យកូនញ៉ាំនៅផ្ទះបានណាទាំងអស់នេះគឺជាគ្រឿងផ្សំដែលខ្ញុំមានហើយអ្នកទាំងអស់គ្នាអាចវល់នឹងតាមចំនួនដែលខ្ញុំប្រាប់នៅលើហ្នឹងណាសម្រាប់នំប៉័ងនេះគឺរសជាតិសាបឡែមបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តផ្អែមបន្ថែមស្ករបន្តិចទៅជាដំបូងនេះខ្ញុំចាក់ម្សៅមីចំនួន405ក្រាមស្ករសចំនួន38ក្រាមអំបិលចំនួន4ក្រាមមេនំប៉័ងចំនួន7.5ក្រាមហើយប៊ឺសាបនេះចំនួន50ក្រាមបន្ទាប់មកទៀតខ្ញុំគោះពងមាន់ដាក់ចូលទៅក្នុងនឹងមួយបន្ទាប់ពីដាក់គ្រឿងផ្សំចូលអស់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបើកម៉ាស៊ីនលេខតូចហើយបន្ថែមទឹកដោះគោចំនួន250មីលីលីត្រចូលទៅក្នុងនឹងហើយបន្តវាយម្សៅនេះចំនួន5នាទីហើយលេខវាយនេះគឺខ្ញុំប្រើលេខ4និងលេខ6ខ្ញុំវាយមុនដំបូងហ្នឹងគឺវាយតិចបន្ទាប់មកខ្ញុំប្រើលេខខ្លាំងហើយបើខ្ញុំបន្ថយមកលេខតូចវិញខ្ញុំរាល់ដងវាយម្សៅតែចំនួន5នាទីទេដោយសារតែម៉ាស៊ីនណាពេលដែលយើងវាយដល់10នាទីគឺម៉ាស៊ីនរៀងឡើងឈ្ងៀមអញ្ចឹងហើយខ្ញុំវាយតែ5នាទីទេហើយបន្ទាប់មកទៀតខ្ញុំយកមកវាយដៃរយៈពេល5នាទីទៀតចំពោះសាច់ម្សៅគឺទន់ណាស់អ្នកទាំងអស់គ្នាបើសិនជាយើងលើកវាចេញមកដើម្បីវាយដៃ5នាទីទៀតគាត់តែយើងជ្រលក់ដៃនឹងម្សៅមីកុំឲ្យវាស្អិតខ្លាំងសម្រាប់ម្សៅធ្វើនំប៉័ងនេះតើទន់បន្តិចបើសិនយើងធ្វើរឹងម្សៅយើងនឹងឡើងហាប់ហើយអត់ឆ្ងាញ់ទេសាច់ខាងក្នុងវាអញ្ចឹងហើយម្សៅទៅតែទន់មិនល្អបើអ្នកទាំងអស់គ្នាអត់មានម៉ាស៊ីនវាយទេវាយដៃ10ទៅ15នាទីទៅហើយយើងអាចគ្រប់ទុករយៈពេលយ៉ាងតិចក៏2ម៉ោងដែរបើសិនជាយើងនៅប្រទេសត្រជាក់ប៉ុន្តែបើសម្រាប់អ្នកនៅស្រុកខ្មែរខែក្តៅអីប្រហែលជា1ម៉ោងអីទុកបានហើយវាឡើងហើយប៉ុន្តែសម្រាប់ម្សៅនេះភាគច្រើនគឺខ្ញុំទុករៀងយូរអ្នកទាំងអស់គ្នាដោយសារតែពេលខ្ញុំវាយម្សៅហើយគឺខ្ញុំទុកចោលហើយតោះខ្ញុំតនេដៃមិនខ្ញុំមកធ្វើជួនកាលទុកឡើង3 4ម៉ោងបន្ទាប់ពីវាយម្សៅហើយខ្ញុំចាប់ផ្ដើមគ្របទុកចោលហើយតើខ្ញុំតនេមិនខ្ញុំមកធ្វើបើនិយាយទៅប្រហែលជា3 4ម៉ោងដែរនេះតែបើសិនអ្នកទាំងអស់គ្នាអត់សូវរវល់ទេត្រឹម2ម៉ោងអីយកវាមកធ្វើបានហើយនេះជាម្សៅដែលខ្ញុំបានទុកហើយវាឡើងប៉ោងហើយនេះបន្ទាប់ពីម្សៅឡើងប៉ោងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដកម្សៅនឹងចេញមកហើយកាត់ជាចំណែកតូចមុននឹងចាប់ផ្ដើមកាត់ម្សៅគឺសកាត់ម្សៅនឹងឲ្យសប៉ែតបន្តិចសិនមកសប៉ែតទៅបានយើងស្រួលកាត់ពេលកាត់អ្នកទាំងអស់គ្នាចង់កាត់របៀបមិនក៏បានដែរចង់កាត់តូចឬធំម្សៅលើអ្នកទាំងអស់គ្នាជួយចិត្តទេចំណែកខ្ញុំកាត់រាងតូចខ្ញុំពុះជា4ហើយខ្ញុំកាត់រាងបច្ឆិតបន្តទៀតហើយកាត់ជាចំណែកតូចអញ្ចឹងណាព្រោះឯម្សៅនឹងនៅរីកទៀតបើសិនយើងកាត់រាងធំនំយើងគឺកាន់តែធំបើសិនយើងកាត់តូចនំរីកមកគឺល្មមញ៉ាំបន្ទាប់ពីកាត់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមមូលម្សៅហើយមូលម្សៅអ្នកទាំងអស់គ្នាមូលមិនក៏មូលទៅឲ្យតែវាចូលគ្នាបានល្អហើយចេញជារាងមូលអញ្ចឹងណាប៉ុន្តែគ្រាន់ថាយើងច្បិចធ្វើម៉េចឲ្យវាចិត្តកុំឲ្យវាមានប្រហោងនៅក្នុងណាយើងចាប់ផ្ដើមមូលហើយយើងយកដៃយើងទាញអាកន្លែងគៀនហ្នឹងផ្អឹបជិតគ្នាដូចយើងមូលនំប៉ាវអញ្ចឹងណាខ្ញុំក៏មិនមែនអ្នកជំនាញធ្វើនំនឹងដែរអ្នកទាំងអស់គ្នាយូរធ្វើម្ដងអញ្ចឹងមូលក៏អត់ស្អាតដែរគ្រាន់ថាវាមានតូចមានធំហើយមូលក៏អត់បានស្មើដៃដែរសំខាន់យើងធ្វើញ៉ាំនៅផ្ទះអញ្ចឹងយើងអត់ពិបាកទៅស្អាតពេកទេសំខាន់គឺគុណភាពយើងញ៉ាំទៅឆ្ងាញ់តែប៉ុណ្្នឹងណាបន្ទាប់ពីមូលរួចរាល់ហើយខ្ញុំគ្របទុកចោលរយៈពេល1ម៉ោងដោយសារតែ30នាទីវារៀងស្ទើរអ្នកទាំងអស់គ្នាយើងដាក់1ម៉ោងទៅនំយើងចាប់ផ្ដើមរីកបានប៉ុណ្ណឹងបើអ្នកទាំងអស់គ្នានៅស្រុកក្តៅអញ្ចឹងយើងអាចទុកតែ30នាទីនំឡើងល្អហើយប៉ុន្តែខ្ញុំនៅក្នុងផ្ទះត្រជាក់ដល់ពេលអញ្ចឹងទៅគឺដាក់តា30នាទីគឺអត់គ្រប់ទេវាអត់ឡើងទេឡើងតិចមែនទេអញ្ចឹងខ្ញុំដាក់1ម៉ោងបន្ទាប់ពីគ្របចោលរយៈពេល1ម៉ោងហើយអញ្ចឹងនំឡើងល្អខ្ញុំចាប់ផ្ដើមដាក់ទឹកដោះគោស្រស់ចូលទៅក្នុងចានបន្តិចហើយគោះពងមាន់ដាក់ចូលមួយហើយវាយវាច្បល់ចូលគ្នាបែកទៅបន្ទាប់មកខ្ញុំយកជក់លាបនៅលើនំប៉័ងនឹងដើម្បីឲ្យនំប៉័ងយើងពេលដែលដុតហើយឃើញឡើងពណ៌ស្អាតបើអ្នកទាំងអស់គ្នាចង់គោះពងមាន់ដាក់ទឹកដោះគោស្រស់ធម្មតាលាបពីលើក៏បានដែរឥឡូវរួចរាល់ហើយខ្ញុំយកវាទៅដុតក្នុងកម្ដៅ350F ហើយរយៈពេល16នាទីពេលដាក់ដុតនំកុំភ្លេចយកទឹកដាក់ចូលក្នុងចានដែកទូចមួយដើម្បីដាក់ចូលទៅក្នុងម៉ាស៊ីននឹងដុតជាមួយគ្នាផងដើម្បីឲ្យនៅក្នុងម៉ាស៊ីននឹងវាមានចំហាយទឹកធ្វើឲ្យនំយើងឡើងទន់ល្អបន្ទាប់ពី16នាទីក្រោយមកខ្ញុំចាប់ផ្ដើមយកប៊ឺសាបមកលាបពីលើនំនឹងបន្តិចដើម្បីឲ្យនំប៉័ងយើងគឺមានរសជាតិឆ្ងាញ់ហើយឡើងឈ្ងុយតែម្ដងជាពិសេសឃើញនំប៉័ងយើងពណ៌ភ្លឺរលោងស្អាតហើយឥឡូវខ្ញុំចាប់ផ្ដើមដកវាមួយដើម្បីបង្ហាញជូនអ្នកទាំងអស់គ្នាមើលនិយាយទៅគឺកំពុងតែក្តៅតែម្ដងសាច់នំឡើងទន់ល្មើយតែម្ដង
សម្រាប់នំប៉័ងមួយប្រភេទនេះក្មេងៗចូលចិត្តណាស់ជាពិសេសយើងយកទៅជ្រលក់ជាមួយនឹងទឹកដោះគោខាប់គឺមានរសជាតិកាន់តែឆ្ងាញ់លើសដើមបើនិយាយពីផ្នែកខាងក្នុងនៃសាច់នំគឺថាទន់ល្មើយហើយទៅសល្អមែនទែនដោយរូបខ្ញុំបង្ហាញអញ្ចឹងណាសម្រាប់នំប៉័ងនេះរសជាតិសាបឡែមៗទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តរសជាតិផ្អែមបន្ថែមស្ករបន្តិចទៅព្រោះអីខ្ញុំដាក់ស្ករតែ38ក្រាមទេហើយបើអ្នកទាំងអស់គ្នាចូលចិត្តផ្អែមអញ្ចឹងដាក់50ក្រាមទៅ60ក្រាមទៅកូនក្មេងអាចយកញ៉ាំលេងបានដោយមិនបាច់ជ្រលក់ទឹកដោះគោខាប់អញ្ចឹងណាធ្វើឲ្យកូននឹងទៅចូលចិត្ត